សួស្តីបងប្អូនទាំងអស់គ្នាតើអ្នកធ្លាប់គេទៅថាក្នុងមួយជីវិតនេះមានអ្វីដែលយើងមិនគួរភ្លេចធ្វើជាដាច់ខាតថ្ងៃនេះខ្ញុំមាន5ចំណុចសំខាន់ដែលយើងទាំងអស់គ្នាគួរតែអនុវត្តដើម្បីឲ្យជីវិតមានន័យកាហ្វេអាវតាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតាដែលគ្រាន់តែធ្វើការ comment ឬឆាតចូលពេកកាហ្វេអាវតាហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់ហើយជាផុតពីការស្ដាយក្រោយ 1. កុំភ្លេចថែទាំសុខភាពរបស់អ្នកទ្រព្យសម្បត្តិធំបំផុតគឺសុខភាពអ្នកខំរកលុយប៉ុណ្ណាក៏ដោយបើគ្មានសុខភាពល្អទេក៏គ្មានន័យដែរអ្វីដែលត្រូវធ្វើចំណាយពេលហាត់ប្រាណញ៉ាំអាហារល្អៗនិងគេងឲ្យបានគ្រប់គ្រាន់កុំរងចាំដល់មានជំងឺទើបចាប់ផ្ដើមថែទាំ 2. កុំភ្លេចចំណាយពេលជាមួយគ្រួសារនិងមនុស្សជាទីស្រឡាញ់ការងារអាចរងចាំបានតែពេលវេលាជាមួយមនុស្សជាទីស្រឡាញ់មិនរងចាំទេអ្វីដែលត្រូវធ្វើផ្ដល់ភាពកក់ក្ដៅចែករំលែកអារម្មណ៍និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយឪពុកម្ដាយបងប្អូនគូស្នេហ៍និងមិត្តភក្តិទំនាក់ទំនងទាំងនេះជាប្រភពនៃកម្លាំងចិត្តដ៏សំខាន់ 3. កុំភ្លេចរៀនសូត្រនិងអភិវឌ្ឍខ្លួនឯងជានិច្ចពិភពលោកអភិវឌ្ឍឥតឈប់ឈរបើជោគរៀនយើងនឹងដើរថយក្រោយអ្វីដែលត្រូវធ្វើអានសៀវភៅថ្មីរៀនជំនាញថ្មីនិងស្វែងយល់ពីអ្វីដែលអ្នកមិនទាន់ចេះការអប់រំខ្លួនឯងជាការវិនិយោគដែលចំណេញបំផុត 4. កុំភ្លេចស្វែងរកនិងធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នកកុំរស់នៅត្រឹមតែធ្វើការដើម្បីតែលុយត្រូវរកអ្វីដែលអ្នកពិតជាស្រឡាញ់និងធ្វើវាដោយក្តីរីករាយអ្វីដែលត្រូវធ្វើមិនថាជាការគូររូបការច្រៀងការសរសេរឬការធ្វើដំណើរទេត្រូវចំណាយពេលធ្វើអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាជីវិតមានន័យនេះជាអ្វីដែលនាំឲ្យអ្នកស្ងប់ស្ងាត់ផ្លូវចិត្ត 5. កុំភ្លេចជួយអ្នកដទៃនិងចែករំលែកភាពវិជ្ជមានភាពសប្បាយរីករាយពិតប្រាកដការចេញពីការឲ្យទៅអ្នកដទៃអ្វីដែលត្រូវធ្វើការងារស្ម័គ្រចិត្តជួយអ្នកដែលខ្វះខាតឬគ្រាន់តែនិយាយពាក្យលើកទឹកចិត្តល្អៗទៅកាន់អ្នកដទៃការធ្វើល្អទាំងនេះនឹងត្រឡប់មកវិញជាក្តីសុខក្នុងចិត្តទាំងនេះគឺជា5ចំណុចដែលខ្ញុំគិតថាយើងមិនគួរភ្លេចធ្វើនៅក្នុងជីវិតឡើយតែអ្នកយល់យ៉ាងណាដែរកុំភ្លេចចុច like share និង comment ប្រាប់ខ្ញុំផងជួបគ្នានៅវីដេអូក្រោយ